តជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះចូលសាច់រឿងប្អូនមួយទៀតហើយសាច់រឿងប្អូនមួយនេះបងណាក់គាត់ចែកម្លែកមករូបប្អូនបងណាក់គាត់ថាសាច់រឿងហ្នឹងប្អូនដាក់ចំណងជើងអ្វីក៏ដាក់ទៅសាច់រឿងនេះប្អូនដាក់ចំណងជើងថាមេម៉ាយស្ដុកឆ្វាក់តែប្រុសក្មេងតើមុនចូលសាច់រឿងយើងពុកម៉ែមកតាមដាន channel របស់ប្អូនជួយ Subscribe channel ប្អូនម្នាក់មួយផងហើយ comment លេងផងណាតើឥឡូវចូលសាច់រឿងយើងវិញមេម៉ាយស្ដុកឆ្វាក់តែប្រុសក្មេងនេះថ្ងៃមួយមេម៉ាយហ្នឹងហៅតាក់ស៊ីអ្នករត់តាក់ស៊ីហៅតាម map អញ្ចឹងណាហើយក៏ប៉ះចំនឹងប្រុសក្មេងតាក់ស៊ីហ្នឹងអ្នករត់តាក់ស៊ីហ្នឹងប្រុសក្មេងមេម៉ាយស្ដុកហ្នឹងឃើញអ្នករត់តាក់ស៊ីហ្នឹងក្មេងសង្ហាគោដូចថាលួចស្រឡាញ់ប្រុសក្មេងហ្នឹងតិចអញ្ចឹងណាប៉ុន្តែវាអត់ទាន់ថាឲ្យស្គាល់គ្នាឲ្យចិត្តស្និទ្ធអញ្ចឹងមេម៉ាយស្ដុកហ្នឹងតែងសុំលេខទូរស័ព្ទប្រុសក្មេងហ្នឹងអ្នករត់តាក់ស៊ីហ្នឹងសុំ Telegram សុំ Facebook chat សុំអីហ្នឹងលេខទូរស័ព្ទអីចឹងណាដល់ពេលហើយមេម៉ាយស្ដុកហ្នឹងឲ្យជូនទៅខាងព្រៃវែងស្រុកកណើតគាត់ណាស្រុកកណើតគាត់នៅព្រៃវែងជូនទៅលេងផ្ទះពុកម្ដាយចឹងណារួចហើយទៅដល់ផ្ទះហើយក៏មេម៉ាយស្ដុកហ្នឹងក៏គាត់បាននិយាយថាបងប្រុសគាត់ហៅបងប្រុសឲ្យឡើយទេព្រោះដូចថាគាត់គោរពគ្នាអញ្ចឹងណាបងប្រុសអញសម្រាននៅនឹងមកយប់ទៅស្អែកឡើងខ្ញុំឡើងទៅភ្នំពេញវិញអញ្ចឹងណាហើយមេម៉ាយស្ដុកហ្នឹងគាត់លួចលក្ខណៈថាលួចស្រឡាញ់អ្នករត់តាក់ស៊ីហ្នឹងដែរដល់ពេលហើយមេម៉ាយស្ដុកហ្នឹងឲ្យសម្រាកហ្នឹងឲ្យអ្នករត់តាក់ស៊ីមុនដំបូងគាត់ដូចថាគាត់គិតថាទៅភ្ញៀវឲ្យសម្រាកនៅណាគេគិតដូចថាគេគិតលុយគិតកាក់អីឲ្យទៅស្អែកឡើងជូនគាត់ទៅវិញអញ្ចឹងណាជូនទៅភ្នំពេញវិញអញ្ចឹងទៅដល់ពេលសុំអាលេខទូរស័ព្ទសុំអីហ្នឹងហើយមេម៉ាយស្ដុកមកដល់ភ្នំពេញវិញតេញ៉ែបងតាអ្នករត់តាក់ស៊ីហ្នឹងណារាល់ថ្ងៃរាល់យប់ហើយដល់ពេលថ្ងៃក្រោយឡើងឲ្យបងតាក់ស៊ីហ្នឹងអ្នករត់តាក់ស៊ីហ្នឹងជូនទៅកពតទៅលេងកពតអញ្ចឹងណាជូនទៅលេងកពតហើយដេកនៅក្នុងលេងនៅក្នុងជាមួយបងមេម៉ាយស្ដុកហ្នឹងប៉ុន្តែអត់ទាន់បានធ្វើអីទេដោយសារមេម៉ាយស្ដុកអូកាឡាមេម៉ាយស្ដុកអូកាឡាចង់ស៊ីអ្នករត់តាក់ស៊ីហើយអញ្ចឹងទៅលេងមិនបងប្អូនមិនទៅលេងមួយថ្ងៃណាទៅលេងពី3ថ្ងៃម៉ៅតាក់ស៊ីនឹង3ថ្ងៃដូចថាគាត់ចង់អូកាឡាឲ្យស្គាល់អ្នករត់តាក់ស៊ីហ្នឹងឲ្យដូចថាឲ្យភាពចិត្តស្និទ្ធអញ្ចឹងណាដល់ពេល3ថ្ងៃហើយក៏គាត់មកភ្នំពេញវិញធ្វើការធម្មតាគាត់ទេញ៉ាយបងរត់តាក់ស៊ីនឹងរាល់ថ្ងៃមួយគាត់អូកាឡាមែនតើដោយសារតែមេម៉ាយស្ដុកនឹងខានយូរហើយគេអ្នកមានទៀតហើយបងអ្នករត់តាក់ស៊ីនេះគាត់គេឲ្យលួចធីបច្រើនអញ្ចឹងគាត់មិនសប្បាយចិត្តនឹងទៅជាមួយអញ្ចឹងណាឲ្យតែលឺមេម៉ាយស្ដុកនឹងទៅហៅទៅណាទៅណីគឺភ្ញៀវផ្សេងទៀតតម្លាក់ឲ្យបងអ្នករត់តាក់ស៊ីនឹងទាំងអស់គាត់អត់ដឹកទៅទេគាត់មកដឹកមេម៉ាយស្ដុកនឹងដោយសារតែមេម៉ាយស្ដុកនឹងគាត់ឲ្យលុយធីបដូចថាឲ្យលុយធីបមកច្រើនអញ្ចឹងហើយទៅដល់កពតគូហូបឆ្ងាញ់ទៅដល់ស្វាយរៀងនោះនឹងឲ្យស្វាយរៀងនោះគូហូបឆ្ងាញ់ដល់ពេលអញ្ចឹងថ្ងៃហ្នឹងគាត់ទៅលេងព្រះវិហារបងប្អូន
ដាច់មួយអាទិត្យដើរលេងជាមួយមេម៉ាយស្ដុកហ្នឹងដាច់មួយអាទិត្យអញ្ចឹងគូដូចថាបានអីសៀមរាបនោះម្ដងទៅបានសៀមរាបនោះម្ដងទៅលក្ខណៈថាមេម៉ាយស្ដុកញ៉ាំមកដល់ភ្នំពេញនេះមកដល់ភ្នំពេញវិញអញ្ចឹងណាមកដល់ភ្នំពេញវិញគូទេហៅបងអ្នករត់តាក់ស៊ីហ្នឹងអ្នករត់តាក់ស៊ីហ្នឹងមកដល់ផ្ទះហ្មងចាដូចថាញ៉ាំបានម្ដងហើយអញ្ចឹងណាគូមកបបួលបងតាអ្នករត់តាក់ស៊ីហ្នឹងមកដល់ផ្ទះគេបងតាក់ស៊ីហ្នឹងគាត់អ្នករត់តាក់ស៊ីហ្នឹងគាត់និយាយដែរគាត់ថាអូគេមានមែនផ្ទះគេវិឡាផ្ទះគេធំឡានក៏គេមានដែរប៉ុន្តែបងមេម៉ាយស្ដុកហ្នឹងក៏អត់ជិះគាត់ដូចថាគាត់ហៅអ្នកបងរត់តាក់ស៊ីហ្នឹងទៅជិះអញ្ចឹងដល់ពេលហើយគូស្គាល់គ្នាទៅដល់ពេលថ្ងៃមកហៅមកផ្ទះហ្នឹងក៏បានមួយទៅទៀតទៅបានមួយទៀតគូលក្ខណៈថាមានភាពស្និទ្ធស្នាលនឹងគ្នាអញ្ចឹងណាមានភាពស្និទ្ធស្នាលនឹងគ្នាតែងតែល្ងាចឡើងដប់ទៅហូបអីញ៉ាំអីអញ្ចឹងទៅដើរលេងអញ្ចឹងណាពេលល្ងាចឡើងអញ្ចឹងណាដល់ពេលយប់ឡើងក៏បានណេះនោះមួយអញ្ចឹងទៀតទៅដល់ពេលថ្ងៃក្រោយមកទៀតបងមេម៉ាយស្ដុកហ្នឹងបបួលបងរត់តាក់ស៊ីហ្នឹងទៅភ្នំបូកគោដឹងស្រាប់ហើយបងប្អូនភ្នំបូកគោខែនេះតែជាណាចុះអាប់ណាតែលេងបូកគោហ្នឹងទៅ2យប់ទៅ2យប់ទៅលេងបូកគោហ្នឹងគូហៅបរោះរត់តាក់ស៊ីហ្នឹងទៅក៏បាននៅភ្នំបូកគោហ្នឹង2យប់ហ្នឹងក៏បានទៅតែបងស្រីហ្នឹងមែនគាត់ចាយលុយជាមួយបងអ្នករត់តាក់ស៊ីហ្នឹងមែនគាត់ឲ្យលុយដល់ពេលអញ្ចឹងឲ្យលុយឲ្យកាក់ទៅហើយបងរត់តាក់ស៊ីហ្នឹងបានហូបបានចុកខ្លះទៀតអញ្ចឹងគាត់ហៅទៅណាគាត់ទៅជាមួយបងមេម៉ាយស្ដុកហ្នឹងរហូតអញ្ចឹងទៅដល់ពេលហើយឪពុកម្ដាយខាងបរោះហ្នឹងគាត់ថាកូនរត់ទៅណាឆ្ងាយយូរបានមកផ្ទះម្ដងហើយលុយបានលុយច្រើនយ៉ាងហ្នឹងណាគាត់មិនដែលណាហើយគាត់ថាម៉ាក់មានមេម៉ាយស្ដុកហ្នឹងតែងតែហៅកូនដប់ទៅនេះទៅនោះរហូតអញ្ចឹងណាហើយកូនមេម៉ាយម្ដាយហ្នឹងគាត់ថាប្រយ័ត្នខ្លួនណាកូនមេម៉ាយមិនដែលស្រួលទេប្រយ័ត្នតែចាប់ជើងកូនជាប់ណាកូនបាទសាច់រឿងហ្នឹងសូមចប់តែប៉ុណ្្នឹងហើយបើមានពាក្យខុសឆ្គងអីសូមអធិស្ឋានផងហើយអ្នកចូលមកស្ដាប់ channel បងអូនជួយ Subscribe channel បងអូនម្នាក់មួយផងបងណាបាទសូមអរគុណ